ទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរនេះខ្ញុំនឹងបង្ហាញអំពីបច្ចេកទេស Keratin Gore Perm ចឹងយើងទៅមើលខ្សែសក់ទាំងអស់គ្នាដើម្បីជ្រើសរើសផលិតផលឲ្យត្រូវជាមួយនឹងខ្សែសក់របស់ model របស់ model ដែលគាត់មានស្ថានភាពខ្សែសក់រាងធំហើយទី1ខ្សែសក់គាត់ក៏រាងស្ងួតចុងដែរមិញយើងបានមើលស្ថានភាពសក់ model ហើយឥឡូវយើងមកមើលផលិតផលជាមួយនឹង Bodastic វិញដោយសារតែផលិតផល Bodastic យើងមាន3ប្រភេទសម្រាប់សរសៃសក់របស់ model អូខេអញ្ចឹងដោយសារតែខ្សែសក់គាត់រាងធំធម្មជាតិអញ្ចឹងខ្ញុំជ្រើសរើសប្រភេទ lotion bond ដោយត្រូវជាមួយនឹងខ្សែសក់របស់គាត់ចង់ដឹងអំពីបច្ចេកទេស Keratin Gore Perm អញ្ចឹងបងប្អូនមកតាមដានពីកម្មវិធីធ្វើទាំងអស់គ្នាហើយឥឡូវយើងចាប់ដើមមកការលាបទឹកថ្នាំទាំងអស់គ្នាអញ្ចឹងពីការលាបទឹកថ្នាំក៏យើងត្រូវតែប្រយ័ត្នចាញ់ដែរណាបងប្អូនអរគ្នាអញ្ចឹងមុននឹងយើងលាបទឹកថ្នាំយើងសិតសក់នឹងឲ្យរាងសំប៉ែតតិចមកដៃយើងទ្រដល់ញោយើងប្រើថ្នាំ1 2 3អញ្ចឹងងាយស្រួលក្នុងការដៃយើងច្បូតមកឲ្យថ្នាំនឹងសប់ជាមួយនឹងសរសៃសក់បន្ទាប់ពីយើងលាបទឹកថ្នាំហើយយើងក៏បានទុកនាទីនៅក្នុងចន្លោះ15ទៅ20នាទីដើម្បីយើងឆែកសក់មើលនៅក្នុងចន្លោះហ្នឹងដើម្បីថាលទ្ធផលសក់ដែលយើងអាចយកទៅលាងហើយគឺបានកម្រិតណានេះជាស្ថានភាពដែលខ្ញុំមូកែនដើម្បីតេស្តសក់រួចហ្នឹងបន្ទាប់ពីខ្ញុំទុកចន្លោះហ្នឹងហើយចាំយើងមកឆែកនៅការមូកែនដើម្បីយើងបានលទ្ធផលសក់នឹងកម្រិតណាដែលយើងអាចយកទៅលាងទឹកស្អាតបានហើយយើងដល់នាទីដែលត្រូវមកឆែកសរសៃសក់ហើយឥឡូវយើងមកមើលសរសៃសក់ទាំងអស់គ្នាដែលខ្ញុំរុំជាមួយនឹងកែនណាហើយនេះជាលទ្ធផលដែលខ្ញុំរុំមួយកែនដើម្បីដឹងថាសរសៃសក់ហ្នឹងពេលដែលយើងទឹកថ្នាំវាឆ្អិនល្អវាចេញលទ្ធផលបែបណានេះជាទឹកថ្នាំដែលយើងឆ្អិនល្អហើយយើងវាចេញលទ្ធផលមកគឺលលោកបែបនេះពេលដែលយើងទាញហើយយើងទៅវាវិញគឺសក់នេះឡើងមករៀងអក្សរ X អញ្ចឹងលទ្ធផលសក់របស់នេះយើងបានទៅលាងទាំងអស់គ្នាហើយអញ្ចឹងយើងទៅមើលពីសកម្មភាពលាងសក់ទាំងអស់គ្នាឥឡូវយើងមកមើលលទ្ធផលនៃការអ៊ុតសក់រួញ Keratin Gore Perm នេះជាលទ្ធផលដែលយើងបានអ៊ុតរួចហើយអូខេមានភាពទន់រលោងដោយសារតែយើងប្រើជាមួយនឹងពួកប្រភេទ Bodastic អូខេយើងមកមើលពីផ្នែកខាងមុខទាំងអស់គ្នានេះជាលទ្ធផលសក់មុខដែលយើងបានអ៊ុតហើយនេះភាពទន់ភ្លឺរលោងនេះជាលទ្ធផលសក់ហើយណាចឹងបើបងប្អូនចង់តាមដានវីដេអូបន្តទៀតអាចជួយ follow ឬក៏ like page ឬក៏ comment នៅខាងក្រោមវីដេអូនេះមានចម្ងល់អីពួកខ្ញុំនឹងឆ្លើយតបទៅវិញអរគុណបាយបាយចាំជួបគ្នាជាមួយនឹងវីដេអូបន្តទៀត